សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel SN New Home ថ្ងៃនេះដែរខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នានៅម៉ូដផ្ទះមួយដែលមានតែមួយជាន់ទេហើយវីដេអូនេះដែរគឺល្អសម្រាប់អ្នកដែលមានគម្រោងសាងសង់ផ្ទះថ្មីអាចចូលមើលវីដេអូនេះបានដើម្បីយកធ្វើជាគំរូធ្វើជាគំនិតដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការពិចារណាបាទហើយសូមចូលដល់ការបង្ហាញរបស់ខ្ញុំតែម្ដងផ្ទះនេះដែរបងប្អូនមានទទឹងប្រវែង7ម៉ែត្រនិងបណ្ដោយប្រវែង14ម៉ែត្រផ្ទះនេះដែរគឺម៉ូដសាមញ្ញតែមើលទៅគឺស្អាតហើយផ្ទះនេះដែរបងប្អូនមានបន្ទប់គេងចំនួន3បន្ទប់ទទួលភ្ញៀវចង្ក្រានបាយហើយមានបន្ទប់ទឹកចំនួន1ឥឡូវកុំឲ្យចាំយូរខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាចូលទៅមើលផ្នែកខាងក្នុងរបស់ផ្ទះនេះបាទផ្នែកខាងក្នុងបងប្អូននេះគឺយើងចូលមកដល់ចូលពីទ្វារមុខមកគឺមានកន្លែងទទួលភ្ញៀវធំទូលាយកន្លែងនេះយើងអាចដាក់សាឡុងអង្គុយលេងមកហើយកន្លែងនេះយើងអាចដាក់ទូតាំងដាក់តាំងទូរទស្សន៍ខាងនេះអាចតាំងរូបថតដាក់នាឡិកាហើយផ្នែកខាងនេះគឺមាន3បន្ទប់គេងមេគ្រួសារមួយហើយនិងបន្ទប់2ទៀតបន្ទប់នេះខ្ញុំដាក់ទំហំប៉ុនគ្នាធំបន្ទប់មេគ្រួសារនេះរៀងធំជាងបន្តិចតែអក្សរសនេះបងប្អូនខ្ញុំចែកស្មើគ្នាទេបើបងប្អូនចង់សាងសង់បែបបន្ទប់មុខនេះរៀងធំជាងក៏បានយើងអាចរំកិលអក្សរសនេះមកក្រោយបន្តិចមកហើយយើងអាចថារួមស្រេចតែបងប្អូនចង់បានទេបងប្អូនអានេះគ្រាន់តែជាគំនិតជាយោបល់ជាគំរូមួយផ្នែកសម្រាប់អ្នកដែលកំពុងតែមានបំណងចង់សាងសង់ផ្ទះថ្មីចំណែកផ្នែកចង្ក្រានបាយនេះបងប្អូនមួយផ្នែកនេះមួយប្លោះសសរនេះខ្ញុំដាក់បន្ទប់ទឹកនៅត្រង់នេះមួយសម្រាប់ប្រើរួមហើយនឹងមានចង្ក្រានបាយនេះត្រង់នេះយើងអាចដាក់ជាទូទឹកកកត្រង់នេះមកហើយយើងអាចដាក់ថាសលាងចានឡាបូលាងចានហើយអាចដាក់កន្លែងធុងហ្គាសអីនៅខាងក្រោមនេះទៅហើយខាងលើនេះយើងដាក់ជាចង្ក្រានហ្គាសមកចង្ក្រានអគ្គិសនីអីអានេះស្រេចលើបងប្អូនទេហើយនេះគ្រាន់តែជាគំនិតមួយបងប្អូនចង់ពង្រីកជញ្ជាំងនេះខិតមកមុខបន្តិចក៏បានយើងកែបង្អួចខិតមកខាងនេះបន្តិចមកដើម្បីឲ្យវាទូលាយកន្លែងចង្ក្រានបាយនេះក៏បានដែរឬមួយទៀតបងប្អូនបាច់ដាក់ចង្ក្រានបាយនេះបងប្អូនតចង្ក្រានបាយមកខាងក្រោយមកផ្នែកខាងក្រោយក៏បានយកបន្ទប់ទឹកមកផ្នែកខាងក្រោយទៀតមកនឹងក៏មួយយ៉ាងដែរបងប្អូនហើយបន្តមកទៀតយើងមានចន្លាចុះទៅផ្នែកខាងក្រោយឬក៏បងប្អូនចង់ធ្វើជាជំរាលឡើងម៉ូតូអីក៏បានដែរខាងក្រោយនេះអាចធ្វើជាជំរាលឡើងម៉ូតូទៅដើម្បីឲ្យសុវត្ថិភាពសម្រាប់បងប្អូនដែលគ្មានកន្លែងទុកដាក់ម៉ូតូឲ្យបានស្រួលទេយើងអាចធ្វើជាជំរាលឡើងម៉ូតូទៅលើផ្ទះតែម្ដងក៏បាននេះបងប្អូននឹងធ្វើរបៀបនេះទៅហើយផ្នែកខាងក្រៅនេះលើបង្អួចមានឥដ្ឋពន្លឺយើងអាចដាក់ឥដ្ឋពន្លឺទៅបន្ថែមឲ្យភ្លឺផ្នែកខាងក្នុងទៅហើយផ្នែកខាងមុខនេះគឺរាងបែបនេះម៉ូដផ្ទះនេះគឺត្រូវសម្រាប់បងប្អូនដែលចង់បានលក្ខណៈមុខកប៉ាល់លក្ខណៈផ្ទះបែបមុខកប៉ាល់ហើយពណ៌ផ្ទះនេះគឺស៊ីជាមួយនឹងដំបូលបើបងប្អូនប្រើដំបូលពណ៌ខៀវចាស់ឬក៏ពណ៌ទឹកប៊ិចអីយើងអាចប្រើពណ៌នេះបានពណ៌ផ្សែងមរៃពណ៌ជញ្ជាំងជ្រីពណ៌ស
ជ្រីខាងលើតទឹកពណ៌សហើយចំណែកឯសសរនេះជ្រីសសរតាមសសរនេះហើយផ្នែកជ្រីធ្នឹមក្បាត់ក្រោមនេះយើងអាចដាក់ពណ៌លេងជាមួយពណ៌ខៀវបាទខៀវយ៉ាងស្រាលដែរទេយើងដាក់ខៀវនេះមកឲ្យវាស៊ីជាមួយនឹងដំបូលបាទហើយហៅជាងយើងលេងជ្រីបែបនេះទៅបងប្អូនអាចដាក់ជ្រីបែបផ្សេងឲ្យបានបើសិនជាចង់ដាក់ក្បាច់ចាក់ស្រាប់អីក៏បានដែរតែសសរនេះខ្ញុំយកទំហំ5តឹកបងប្អូនសសរនេះទំហំ5តឹក4ជ្រុងបាទហើយខាងក្រោមនេះយើងបិទជាការ៉ូឬក៏បងប្អូនអាចបិទជាថ្មពកនេះតាមចំណង់ចំណូលចិត្តទេស្រេចទៅបងប្អូនតាមចំណង់ចំណូលចិត្តតែរូបនេះខ្ញុំដាក់ហ្នឹងដើម្បីជាគំរូបងប្អូនស្រួលពិចារណាចំណើ3កាំកម្ពស់នេះបងប្អូនកម្ពស់ពីការឡាកម្ពស់ពីឥតកន្សែងនេះឡើងមកការ៉ូនេះកម្ពស់ក្នុងរូបហ្នឹងកម្ពស់60មានន័យថាកម្ពស់6តឹកហើយកាំចិន្តានេះកម្ពស់កាំនេះ1តឹកកន្លះកម្ពស់កាំជាន់3តឹកបងប្អូនអាចមើលបានឬក៏បងប្អូនអាចលៃទៅតាមការ៉ូជាក់ស្ដែងក៏បានដែរការ៉ូចិន្តាទៅតឹងវាការ៉ូចិន្តាទៅតឹង 0.47 មានន័យថា4តឹក7ហ៊ុនអញ្ចឹងបើយើងយកកម្មចែកឲ្យស្មើក៏បានដែរចែកឲ្យចំណេញគឺយើងអាចយកកម្មឈរនេះ1តឹកកន្លះតែកម្មជាន់នេះយើងយក3តឹក2ហ៊ុនទៅដើម្បីឲ្យចំណេញការ៉ូដែលយើងទិញមកហ្នឹងកុំឲ្យវាកាត់ចោលបាទចំណែកទ្វារនេះគឺយើងប្រើជាទ្វារឈើ2បើកមានប៉ាណូឬក៏បងប្អូនអាចចង់ដាក់ឬក៏បងប្អូនអាចដាក់ជាទ្វារសុវត្ថិភាពក៏បានដែរដូចទ្វារបន្ទប់ខាងក្នុងយើងប្រើជាទ្វារសុវត្ថិភាពក៏បានដែរទ្វារខាងក្នុងនេះអាចប្រើជាទ្វារសុវត្ថិភាពឬក៏នេះស្រេចលើបងប្អូនចង់បានទេចង់ដាក់ជាទ្វារឈើឬក៏ទ្វារសុវត្ថិភាពក៏បានចំណែកបង្អួចយើងប្រើទីបមូលលាយជាមួយនឹងទីបជ្រុងទីបមូលនេះយើងអាចប្រើទីប21ឬក៏ទីប27តាមចំណង់ចំណូលចិត្តបងប្អូនស្រឡាញ់ទេបាទហើយដូចជាខាងក្នុងបន្ទប់នេះមានប៉ុណ្ណឹងឬក៏បងប្អូនអាចចង់បានបន្ទប់ទឹកខាងក្នុងសម្រាប់មេគ្រួសារអីនេះមួយទៀតក៏បាននេះស្រេចបងប្អូនចង់បានហើយទំហំបន្ទប់នេះគឺទូលាយគួរសមប៉ុណ្នេះផ្នែកខាងលើជ្រីយើងមានជ្រីក្បាលសសរយើងមានសសរផុសជុំវិញធ្នឹមក្រវ៉ាត់បងប្អូនអាចមើលបានរូបនេះបាទចំពោះផ្ទះនេះដែរបើសិនជាបងប្អូនចង់សាងសង់តម្លៃចាប់ពី$28,000រហូតដល់$33,000សម្រាប់អ្នកដែលមានគម្រោងចង់ធ្វើផ្ទះនេះបងប្អូនអាចត្រៀមលុយខ្ទង់ប្រហែលប៉ុណ្ណឹងទៅបាទហើយវីដេអូនេះគឺមានតែប៉ុណ្ណឹងទេសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះហើយសូមជួយ like និងជួយ subscribe ផងខ្ញុំនឹងព្យាយាមធ្វើវីដេអូផ្ទះម៉ូដផ្សេងទៀតដើម្បីឲ្យបងប្អូនដែលចង់សាងសង់ផ្ទះថ្មីបានជាគំនិតទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលា